ជីវប្រវត្តិរបស់ព្រះមហាវីរក្សត្រនរោត្តមសីហនុព្រះមហាវីរក្សត្រនរោត្តមសីហនុប្រសូតនៅថ្ងៃអង្គារទី31ខែតុលាឆ្នាំ1922នៅព្រះរាជដំណាក់រាជធានីភ្នំពេញដែលបច្ចុប្បន្នជាស្ថានទូតកូរ៉េខាងជើងពីឆ្នាំ1930ដល់ឆ្នាំ1940ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា Francchor Budong បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំនិងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញបន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅលុះដល់ខែមេសាឆ្នាំ1941ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបានជ្រើសតាំងនិងថ្វាយព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី28ខែតុលាឆ្នាំ1941នៅឆ្នាំ1941ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារាំងតាមការអញ្ជើញរបស់ប្រធានាធិបតី Félix Séguin និងបានជួបឧត្តមសេនីយ៍ Charles de Gaulle នៅទីក្រុង Colombe ពីឆ្នាំ1946ដល់ឆ្នាំ1948ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះនិងទ័ពរថពាសដែកនៅសូមៀប្រទេសបារាំងនៅឆ្នាំ1947ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានទាមទារឲ្យប្រទេសថៃប្រគល់មកឲ្យកម្ពុជាវិញនៅខេត្តខ្មែរដែលប្រទេសថៃបានយកក្នុងកំឡុងពេលសង្គ្រាមលោកលើកទី2រួមមានខេត្តបាត់ដំបងសៀមរាបកំពង់ធំនិងស្ទឹងត្រែងនៅក្នុងឆ្នាំ1949ព្រះអង្គបានទាមទារឲ្យបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាលដែលបានចុះព្រះហត្ថលេខានៅឆ្នាំ1863និងឆ្នាំ1884ក្នុងឆ្នាំ1949ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ព្រះអង្គបានទាមទារឯករាជ្យបានទាំងស្រុងពីសាធារណរដ្ឋបារាំងហើយព្រះអង្គត្រូវបានថ្វាយព្រះកិត្តិនាមព្រះអង្គជាព្រះមហាវីរបុរសជាតិព្រះបិតាឯករាជ្យជាតិនៅឆ្នាំ1954ព្រះអង្គបានបញ្ជូនគណៈប្រតិភូជាតំណាងព្រះអង្គទៅចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីបញ្ហាឥណ្ឌូចិននៅទីក្រុងហ្សឺណែវក្នុងឋានៈជារដ្ឋឯករាជ្យឯកភាពជាតិនៅថ្ងៃទី3ឆ្នាំ1955ព្រះអង្គបានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតជាព្រះរាជបិតាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតបានប្រទានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅព្រះបរមងារជាសម្ដេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី23ខែមីនាឆ្នាំ1955សម្ដេចនរោត្តមសីហនុបានបង្កើតចលនាសង្គមរាស្ត្រនិយមដែលមានគណៈបកជាច្រើនចូលរួមក្នុងចលនានេះពីថ្ងៃទី18ដល់ថ្ងៃទី24ខែមេសាឆ្នាំ1955ព្រះអង្គបានយាងចូលក្នុងសន្និសីទកំពូលអាហ្វ្រិកអាស៊ីលើកទី1នៅទីក្រុងបានដុងប្រទេសឥណ្ឌូនេស៊ីហើយនៅទីនោះព្រះអង្គបានប្រកាសអំពីនយោបាយអព្យាក្រឹតរបស់ប្រទេសព្រះអង្គនៅថ្ងៃទី11ខែកញ្ញាឆ្នាំ1955អង្គបានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិហើយព្រះអង្គទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រីនៅថ្ងៃទី14ខែកញ្ញាឆ្នាំ1955ព្រះអង្គបានដឹកនាំប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ1956នៅព្រីយូនីនៃសាធារណរដ្ឋសម្ព័ន្ធសង្គមនិយមយូកូស្លូវ៉ាគីព្រះអង្គបានឡាយព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបកសម្ព័ន្ធហើយព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី5នៃចលនានេះនៅខែកុម្ភៈឆ្នាំ1956ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនបានជួបជាមួយប្រធានម៉ៅសេតុងនៅថ្នាក់ដឹកនាំចិនជាច្រើនរូបទៀតព្រះអង្គបានឡាយព្រះហស្ថលេខាលើសេចក្តីប្រកាសរួមស្តីពីមិត្តភាពកម្ពុជាចិននៅឆ្នាំ1960ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតទ្រង់សោយទីមង្គតពេលនោះសម្ដេចព្រះនរោត្តមសីហនុត្រូវបានសមាជិកសភាខ្មែរសម្រេចឯកច្ឆន្ទជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅខែកញ្ញាឆ្នាំ1960នៅមហាសន្និបាតអង្គការសហប្រជាជាតិសម្ដេចនរោត្តមសីហនុបានលើកឡើងនូវផែនការបង្កើតអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹតចាប់តាំងពីខែឧសភាឆ្នាំ1961ព្រះអង្គបានបំពេញរាជបេសកកម្មនយោបាយការទូតទាមទារប្រាសាទព្រះវិហារពីប្រទេសថៃហើយតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេបានសម្រេចប្រគល់ប្រាសាទព្រះវិហារមកឲ្យខ្មែរវិញនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962នៅខែវិច្ឆិកាឆ្នាំ1961ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលលើកទី1នៃចលនាមិនចូលបកសម្ព័ន្ធនៅបែលក្រាបប្រទេសយូកូស្លូវ៉ាគីដែលមាន29ប្រទេសចូលរួមនៅខែមិថុនាឆ្នាំ1964ឧត្តមសេនីយ៍ Charles de Gaulle ប្រធានាធិបតីសាធារណរដ្ឋបារាំងបានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិកថ្វាយសម្ដេចនរោត្តមសីហនុនៅទីក្រុងប៉ារីស
នៅទីនោះប្រធានាធិបតីបារាំងបានទទួលនៅសំណើរបស់កម្ពុជាស្ដីពីការទទួលស្គាល់អព្យាក្រឹតនៃព្រះរាជាណាចក្រកម្ពុជានៅចុងខែសីហានិងដើមខែកញ្ញាឆ្នាំ1966សម្ដេចនរោត្តមសីហនុបានរៀបចំបដិសណ្ឋារកិច្ចទទួលជាឱឡារិកលោកឧត្តមសេនីយ៍សាល ដឺហ្គោលប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅក្នុងសន្និរដ្ឋកថាថ្លែងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកលោកប្រធានាធិបតីបានគាំទ្រព្រះរាជាណាចក្រកម្ពុជាដែលបានការពារឯករាជ្យបូរណភាពទឹកដីអព្យាក្រឹតនិងសន្តិភាពរបស់ខ្លួនពីថ្ងៃទី26ខែវិច្ឆិកាដល់ថ្ងៃទី6ខែធ្នូឆ្នាំ1966សម្ដេចព្រះនរោត្តមសីហនុបានយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសព្រះរាជពិធីបើកនិងបិទការប្រកួតកីឡាកានីហ្វូអាស៊ីលើកទី1នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកនៅថ្ងៃទី18ខែមីនាឆ្នាំ1970ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការនៅសហភាពសូវៀតលន់ ណុលបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីអំណាចសាធារណរដ្ឋខ្មែររបស់លោកលន់ ណុលត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ1970នៅថ្ងៃទី23ខែមីនាឆ្នាំ1970សម្ដេចព្រះនរោត្តមសីហនុបានគង់ជាប្រធានចលនាតស៊ូកម្ពុជាហៅថារណសិរ្សរួបរวมជាតិកម្ពុជាព្រមជាមួយនោះក៏បានបង្កើតរដ្ឋាភិបាលរួបរวมជាតិកម្ពុជាដែរនៅខែមេសាឆ្នាំ1970នៅកង់តុងសាធារណរដ្ឋប្រជាមានិតចិនសម្ដេចព្រះនរោត្តមសីហនុបានផ្ដួចផ្ដើមសន្និសីទកំពូលប្រជាជនឥណ្ឌូចិនដែលមានការចូលរួមពីប្រទេសកម្ពុជាពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដឹកនាំដោយផាំងវ៉ាន់ដុងពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូងដឹកនាំដោយងៀវហ៊ីវថនិងពីប្រទេសឡាវដឹកនាំដោយព្រះអម្ចាស់សុផានវង្សទីគីទាំងអស់បានប្រកាសជាឱឡារិកថាប្រទេសរបស់ខ្លួនទទួលស្គាល់និងគោរពជាដរាបនៅបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជាថ្ងៃទី17ខែមេសាឆ្នាំ1975កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរวมជាតិកម្ពុជាដណ្ដើមបានជ័យជំនះទាំងស្រុងលើកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រធានប៉ុន្តែនៅខែមេសាឆ្នាំ1976ព្រះអង្គបានលាលែងពីព្រះប្រធាននៃកម្ពុជាប្រជាធិបតេយ្យហើយត្រូវកុំខ្មែរក្រហមឃុំឃាំងព្រះអង្គនិងសម្ដេចព្រះរាជអគ្គមហេសីព្រមទាំងធ្វើគុតព្រះរាជបុត្រនិងរាជវង្សមួយចំនួនទៀតនៅឆ្នាំ1982សម្ដេចព្រះនរោត្តមសីហនុបានគង់ជាព្រះប្រធានកម្ពុជាប្រជាធិបតេយ្យលើកទី2ពីឆ្នាំ1982ដល់ឆ្នាំ1990ព្រះអង្គគង់ជាព្រះប្រធានចលនាតស៊ូកម្ពុជានៅថ្ងៃទី24ខែមិថុនាឆ្នាំ1991សម្ដេចព្រះនរោត្តមសីហនុបានប្រកាសជាឱឡារិកនៅក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដើម្បីទទួលស្គាល់ការបញ្ឈប់ជាបណ្ដោះអាសន្ននៅការឈប់បាញ់គ្នានៅក្នុងប្រទេសកម្ពុជាទាំងមូលនិងបញ្ឈប់ការផ្ដល់ជំនួយយោធាពីប្រទេសដទៃដល់កងទ័ពកម្ពុជាទាំង3ភាគីនៅថ្ងៃទី17ខែកក្កដាឆ្នាំ1991សម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យនិងចលនាតស៊ូជាតិកម្ពុជាហើយព្រះអង្គត្រូវបានសមាជិក11រូបនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជាជ្រើសតាំងជាឯកច្ឆន្ទជាព្រះប្រធានអព្យាក្រឹតនៃក្រុមប្រឹក្សានេះនៅថ្ងៃទី23ខែតុលាឆ្នាំ1991នៅទីក្រុងប៉ារីសសម្ដេចព្រះនរោត្តមសីហនុបានឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃចំនួនកម្ពុជាជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា11រូបទៀតជាមួយតំណាងរដ្ឋាភិបាល18ប្រទេសនិងអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1991សម្ដេចព្រះនរោត្តមសីហនុយាងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993សម្ដេចព្រះនរោត្តមសីហនុបានឡើងគ្រងរាជ្យសម្បត្តិសាជាថ្មីជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី7ខែតុលាឆ្នាំ2004ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានដាក់រាជសម្បត្តិដោយសារមូលហេតុព្រះរាជសុខភាពរបស់ព្រះអង្គដែលក្រោយមកពេលរកឃើញថាព្រះអង្គមានជំងឺមហារីកជំងឺលើសឈាមជំងឺទឹកនោមផ្អែមនិងជំងឺជាច្រើនប្រភេទទៀតព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានយាងចូលទីវង្គតនៅថ្ងៃទី15ខែតុលាឆ្នាំ2012ដោយជំងឺគាំងបេះដូងនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងប្រជញ្ញមាយុ89ព្រះវស្សា